សាជាមួយក្តាមម្ដងក្តាមត្រាំគឺយកមកលាងទឹកឲ្យស្អាតហើយសម្អាតឲ្យស្អាតហើយដាក់រំលីមកទៅហើយដាក់ស្ករគូឆ្មាក្តាមប៉ុណ្ណឹងដាក់គូឆ្មាមួយផ្លែហើយនឹងម្ទេសហើយកូរច្បល់ឲ្យចូលជាមួយគ្នាទៅនេះយើងដាក់ជីទៀតក៏បានដែរដាក់ជីខាងនោះអត់នោះបានទៅតន់តែដាក់ជីmình thêm thổiដាក់ជីđó làដាក់ជីទេតែប៉ុណ្ណឹងក៏ឆ្ងាញ់ណាស់ស្អិតខ្លាំងជាមួយបាយកកជាមួយបាយកកប៉ុណ្ណឹងកុំទៅនំប៉័ងហ្នឹងចឹងមកបាយកកទៅ